ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល iOS វីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបភ្ជាប់គម្រោងមិត្តហ្វូនថ្មីគឺគម្រោងមិត្ត 5G2 ដែលតម្លៃរបស់វាគឺ$2បដូរបានទិន្នន័យអ៊ីនធឺណិតចំនួន 30GB បូកជាមួយនឹងនាទីសម្រាប់ការខលចេញក្នុងប្រព័ន្ធចំនួន100នាទីនិងសារ SMS ចំនួន100សារសម្រាប់ការផ្ញើសារក្នុងប្រព័ន្ធផងដែរហើយសម្រាប់សុពលភាពរបស់វាគឺរយៈពេល7ថ្ងៃអញ្ចឹងបើសិនជាបងប្អូនភ្ជាប់គម្រោង$1.5ឬក៏6000ហ្នឹងយើងប្រើមួយអាទិត្យអត់គ្រាន់ទេយើងអាចបដូរមកគម្រោងមិត្ត 5G2 បានតោះអញ្ចឹងឥឡូវយើងមកដឹងពីរបៀបភ្ជាប់គម្រោងថ្មីនេះតែម្ដងមុននឹងខ្ញុំបង្ហាញពីរបៀបភ្ជាប់សម្រាប់បងប្អូនយើងដែលថ្មីសូមកុំភ្លេចចុចពាក្យជាឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងអូខេតោះជំហានដំបូងយើងចុចបើកកន្លែងកម្មវិធីខលទូរស័ព្ទមកអញ្ចឹងដើម្បីអាចភ្ជាប់គម្រោងថ្មីនេះបានតើតែយើងផ្ដាច់គម្រោងអាចាស់ចោលជាមុនសិនហើយសម្រាប់ការផ្ដាច់គម្រោងអាចាស់ចោលក៏តម្រូវឲ្យលុយនៅក្នុងគណនីគោលរបស់យើងឬក៏លេខរបស់យើងហ្នឹងវានៅសុពលភាពវាអត់ទាន់ផុតកំណត់ទេណាបាទអញ្ចឹងខ្ញុំបង្ហាញពីរបៀបឆែកសុពលភាពលេខរបស់យើងតែម្ដងបាទចុចកាយ1201ត្រង់ជ្រុកមកហើយយើងចុចបញ្ជូនអូខេអញ្ចឹងដើម្បីសម្គាល់ដឹងថាលេខរបស់យើងឬក៏លុយនៅក្នុងគណនីគោលរបស់យើងវានៅសុពលភាពឬក៏អត់យើងចំណាំទៅលើកន្លែងចំនួនទឹកលុយនេះបាទទោះបីជាទឹកលុយកន្លែងហ្នឹងវាលោតលេខ0ក៏ដោយឬក៏ប្រមាណក៏ដោយសំខាន់ឲ្យតែវាលោតចំនួនទឹកលុយនៅកន្លែងហ្នឹងប៉ុន្តែបើសិនជាវាអត់លោតចំនួនទឹកប្រាក់នៅកន្លែងហ្នឹងទេបើន័យថាលេខរបស់យើងវាអស់សុពលភាពហើយផ្ទុយមកវិញបើសិនជាយើងឆែកមកឃើញកន្លែងនេះវាមានលោតចំនួនទឹកលុយបើន័យថាលេខរបស់យើងឬក៏លុយក្នុងគណនីគោលរបស់យើងហ្នឹងវានៅសុពលភាពហើយបាទវាអត់ទាន់ផុតកំណត់ទេអញ្ចឹងយើងអាចផ្ដាច់គម្រោងអាចាស់ហ្នឹងបានបាទអូខេអញ្ចឹងសង្ឃឹមថាបងប្អូនយល់ណាកន្លែងហ្នឹងបន្ទាប់ពីយើងដឹងថាទូរស័ព្ទរបស់យើងវានៅសុពលភាពហើយយើងទៅផ្ដាច់គម្រោងអាចាស់ចោលតែម្ដងសម្រាប់របៀបផ្ដាច់បងប្អូនគ្រាន់តែចុចផ្កាយ1535ផ្កាយលេខ0ត្រង់ជ្រុកហើយយើងចុចបញ្ជូនមកគឺជាការស្រេចហើយយើងរងចាំសារ SMS មួយពីខាងក្រុមហ៊ុន Smartphone សម្រាប់សារ SMS ដែលគេផ្ញើមកយើងហ្នឹងគេបញ្ជាក់ប្រាប់ថាយើងបានផ្ដាច់គម្រោងចាស់ហ្នឹងបានឬក៏អត់អញ្ចឹងណាបាទគេបញ្ជាក់ក្នុងសារ SMS ហ្នឹងហើយអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់ដែរថាយើងត្រូវផ្ដាច់គម្រោងអាចាស់ជាមុនសិនចាំយើងបញ្ចូលលុយយើងផ្ដាច់គម្រោងចាស់ហើយចាំយើងបញ្ចូលលុយជាក់ហើយបញ្ជាក់ទៀតហាមបញ្ចូលលុយមុនផ្ដាច់ត្រូវផ្ដាច់មុនបញ្ចូលលុយអូខេអញ្ចឹងបន្ទាប់ពីយើងផ្ដាច់គម្រោងអាចាស់រួចរាល់ហើយយើងធ្វើការបញ្ចូលទឹកប្រាក់ចំនួន$2មកបើសិនជាយើងទិញកាតតាមតូបលក់ចាប់ហួយតាមផ្ទះចិនអីគេអត់មានកាត$2ទេយើងអាចទិញម្ដងម្រា2សន្លឹកក៏បានដែរបាទកាតម្រា2សន្លឹកក៏បានដែរធ្វើម៉េចឲ្យតែគ្រប់$2មកគឺបានហើយបាទអូខេអញ្ចឹងបន្ទាប់ពីយើងបញ្ចូលលុយរួចយើងមកដឹងពីរបៀបភ្ជាប់គម្រោងថ្មីនេះតែម្ដងសម្រាប់របៀបភ្ជាប់គម្រោងថ្មីនេះគឺងាយទេយើងគ្រាន់តែចុចផ្កាយ1567ផ្កាយលេខ2ត្រង់ជ្រុកហើយចុចបញ្ជូនផ្កាយ1567ផ្កាយលេខ2ត្រង់ជ្រុកហើយចុចបញ្ជូនបន្ទាប់មកយើងនឹងទទួលបានសារ SMS ពីខាងក្រុមហ៊ុន Smartphone មួយដែលបញ្ជាក់ថាយើងភ្ជាប់គម្រោងថ្មីហ្នឹងបានឬក៏មិនបានបាទអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្្នឹងទេបាទអរគុណច្រើន